ជំរាបសួរសួស្តីទាំងអស់គ្នាសុខសប្បាយបាទបែកគ្នាយូរមែនតើបាទwelcome to my slow ខ្មែរ podcast ខ្ញុំខាន់ post ច្រើនប្រហែលជា3សប្តាហ៍ហើយតើទាំងអស់គ្នាសុខសប្បាយទេឥឡូវនេះអ្នកទាំងអស់គ្នាទៅណាចូលចិត្តធ្វើអីហើយនឹងចុងសប្តាហ៍មុនអ្នកធ្វើអីខ្លះបាទសូមស្វាគមន៍មកកាន់ការនិយាយភាសាខ្មែររបស់ខ្ញុំបាទថ្ងៃនេះខ្ញុំនឹងនិយាយទាក់ទងនឹងការប្រើពាក្យភាសាខ្មែរសំខាន់បាទសំខាន់អ្នកខ្លះគិតថាការរៀនភាសាគឺមិនចាំបាច់ទេប៉ុន្តែអ្នកខ្លះក៏គិតថាការរៀនភាសាគឺវាចាំបាច់ចំពោះខ្ញុំជាអ្នកជំនាញភាសានិងវប្បធម៌ខ្ញុំគិតថាចំណេះដឹងអ្វីក៏ដោយគឺมันអត់ប្រយោជន៍ទេបាទมันអត់ប្រយោជន៍ទេយើងចេះកាន់តែច្រើនយើងដឹងកាន់តែច្រើនការធ្វើរបស់យើងការអនុវត្តរបស់យើងគឺខុសកាន់តែតិចបាទមិនដែលមិនខុសទេតែខុសកាន់តែតិចបាទអញ្ចឹងហើយខ្ញុំគិតថាការរៀនភាសាខ្មែរសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាការរៀនគឺអាស្រ័យទៅលើតើយើងរៀនដើម្បីអី What is your motivation of learning ខ្មែរតើការរៀនភាសាខ្មែរគឺដោយសារអីគេគោលបំណងនៃការរៀនភាសាខ្មែរគឺច្រើនបាទមនុស្សខ្លះរៀនភាសាខ្មែរសម្រាប់ការងាររបស់គាត់ឧទាហរណ៍ថាគាត់មកធ្វើការនៅស្រុកខ្មែរអញ្ចឹងគាត់រៀនភាសាខ្មែរតិចតួចអាចថា getting around ភាសាអង់គ្លេស getting around គ្រាន់តែមកគ្រប់អាចទៅណេះមកណេះញ៉ាំអីទៅទួចអរគុណដូចគេអញ្ចឹងទៅអានោះបានអ្នកខ្លះគាត់រៀនភាសាខ្មែរគេហៅថា on purpose បាទការងារតាក់ទងនឹងការងារឧទាហរណ៍ដូចជាការងារគាត់នៅការិយាល័យអញ្ចឹងការងារហ្នឹងគឺគាត់សង្កត់ទៅលើគេគាត់សង្កត់ទៅលើពាក្យតាក់ទងការិយាល័យពាក្យឧទាហរណ៍វិស្វករគាត់ទៅរៀនពាក្យវិស្វករគាត់ទៅរៀនពាក្យអីគេជំនាញគាត់ទៅរៀនពាក្យអីគេបុគ្គលិកគាត់ទៅរៀនពាក្យអីគេបុគ្គលិកអីចឹងទៅបាទអានេះគឺជាតម្រូវការខុសៗគ្នាដែលយើងមិនអាចថាអូរៀនអស់បានទេឃើញជនជាតិបរទេសច្រើនដែលគាត់នៅស្រុកខ្មែរការរៀនភាសារបស់ខ្មែររបស់គាត់គឺទៅតាមជំនាញរបស់គាត់ដូចជាបងប្អូនឃើញតែមិនឃើញថាអ្នកដែលនិយាយភាសាខ្មែរបានច្រើនគឺភាគច្រើនគឺគាត់ជាអ្នកសាសនាបាទសាសនាគាត់មកស្រុកខ្មែរដោយសារគាត់មានគោលដៅយូរ 4-5 ឆ្នាំនេះដែរអញ្ចឹងការរៀនរបស់គាត់មិនត្រឹមតែការរៀននិយាយទេគឺទៀងសរសេរទៀតសម្រាប់ខ្ញុំចំពោះខ្ញុំទោះបីជាស្នាក់នៅរយៈពេលចាប់ពី3ខែទៅ6ខែឬក៏1ឆ្នាំខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់រៀនអក្សរខ្មែរមិនបាច់ចាំអានទេប៉ុន្តែឲ្យស្គាល់ព្យញ្ជនៈនិងសាស្ត្ររបស់ខ្មែរអានេះសំខាន់ហើយបាទនោះសំខាន់ហើយដោយសារអីគេដោយសារភាសាខ្មែរមិនជាងាយស្រួលរៀនប្រហែលទេហើយអ្នកខ្លះគាត់ប្រើ phonetic ពាក្យ phonetic ឬ API ហ្នឹងគឺមិនស្រួលសរសេរទេហើយក៏មិនស្រួលអានដែរពីព្រោះ phonetic គឺម្នាក់ៗគឺសរសេរខុសៗគ្នាអត់ដូចគ្នាទេបាទខុសៗគ្នាអញ្ចឹងហើយAPI ក៏នឹង API ឬក៏ IPA ហ្នឹងគឺក៏មិនដូចគ្នាដែរយើងត្រូវការរៀនភាសាមួយទៀតឧទាហរណ៍ថាឥឡូវយើងរៀន API តាមស្តង់ដារអញ្ចឹងត្រូវចំណាយពេលយ៉ាងតិចមួយអាទិត្យឬក៏ពីរអាទិត្យដើម្បីរៀនសំឡេងពាក្យរបស់វាអញ្ចឹង take time ទាំងអស់ប៉ុន្តែជាយោបល់ខ្ញុំថារៀនចាប់ផ្ដើមពីព្យញ្ជនៈខ្មែរខ្ញុំវាយថាពីរអាទិត្យចុះរៀនអានព្យញ្ជនៈខ្មែរនិងស្រៈខ្មែរបាទពីរអាទិត្យបាទរៀនពីរអាទិត្យបាទដាក់កាលវិភាគហើយរៀនអានពីព្រោះឥឡូវមានគេហៅថាទុនធានច្រើនដែលអាចរៀនភាសាខ្មែរបានតាមរយៈ YouTube តាមរយៈ Facebook អីបានទាំងអស់បាទបើសិនបាទសុំទោសបើសិនបងប្អូនគាត់ទៅវាយនៅក្នុង YouTube យើងវាយ YouTube យើងទៅបាទហើយថារៀនព្យញ្ជនៈខ្មែរឬក៏រៀនស្រៈខ្មែរទៅវាចេញច្រើនណាបាទទាំងសំឡេងបាទឬក៏ទាំងមនុស្សដែលអាចរៀនយើងបានបាទដូចជានៅក្នុង YouTube channel របស់ខ្ញុំអញ្ចឹងមានប្រហែលជា700-800វីដេអូហ្នឹងគឺសុទ្ធតែបង្រៀនភាសាខ្មែរទាំងអស់បាទតាំងពី level ដែលទាបបំផុតរហូតដល់ level ដែលខ្ពស់អញ្ចឹងហើយខ្ញុំលើកទឹកចិត្តឲ្យមើលអាហ្នឹងទៅរៀនតាមហ្នឹងទៅបាទរៀនមកហ្នឹងពីព្រោះ
អានេះគឺជាអ្វីដែលខ្ញុំតែងតែជួយបង្រៀននៅអ្នកស្ម័គ្រចិត្តឬក៏អ្នកដែលធ្វើការក្នុងខ្មែរគាត់បរទេសគាត់ចង់រៀនភាសាខ្មែរគឺគាត់តែរៀនបាទមើលតាម YouTube channel របស់ខ្ញុំទៅយើងអាចរៀនបានដែរបាទយើងអាចរៀនបានដែរបាទអញ្ចឹងហើយការរៀនជួយអ្នកគឺជួយយើងច្រើនណាសារៈនឹងជួយអ្នកនោះទីមួយគឺជួយយើងក្នុងការបញ្ចេញសំឡេងការបញ្ចេញសំឡេងដែលត្រឹមត្រូវការបញ្ចេញសំឡេងដែលវាអត់សូវខុសបាទដែលវាអត់សូវរឹងបាទទៅតាមហើយនៅពេលយើងរៀនយើងស្គាល់ពីអ្នកស្រៈអស់ហើយងាយស្រួលបាទងាយស្រួលបាទងាយស្រួលការអាននិងនិយាយពាក្យក្នុងភាសាខ្មែរអូខេបាទអញ្ចឹងនេះជាវីដេអូដែលជួយលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចាប់ផ្ដើមពង្រឹងភាសាខ្មែរឡើងវិញហើយអរគុណច្រើនបាទនឹងហើយបើសិនជាមានសំណួរអាចសួរខ្ញុំបាន please write your comments below the video if you have any questions I'm happy to answer your question and if you need Khmer language resources for reading and writing I'm happy to send you links send you some materials for you to learn okay so thank you very much and have a good day I hope to see you the next video have a good day bye